សង្គ្រាមពាក្យសម្ដីបានកើនឡើងសារជាថ្មីម្ដងទៀតដោយទីក្រុងប៉េកាំងនៅថ្ងៃទី4ធ្នូបានទាត់ចោលការលើកឡើងចុងក្រោយរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណៃតាកៃឈីលើបញ្ហាតៃវ៉ាន់ថាជាការប្រមាថមើលងាយដោយប្រមានថាខ្លួនមិនអាចទទួលយកបានជាដាច់ខាតចំពោះការបដិសេធជាបន្តបន្ទាប់ពីទីក្រុងតូក្យូក្នុងការអត្ថាធិប្បាយតាក់ទងទៅនឹងសេចក្តីថ្លែងការណ៍រួមចិនជប៉ុននៅក្នុងឆ្នាំ1972ផ្អែកតាម South China Morning Post កាលពីថ្ងៃទី3ធ្នូបានរៀបរាប់ថាទីក្រុងតូក្យូតាមលោកស្រីសាណៃតាកៃឈីបានចេញសេចក្តីប្រកាសចំហកាលពីថ្ងៃពុធទី3ធ្នូដើម្បីបន្ធូរបន្ថយភាពតានតឹងតែងការទូតដែលកំពុងកើនឡើងជាមួយប្រទេសចិនអស់រយៈពេលជាច្រើនសប្តាហ៍ដោយបញ្ជាក់ជាសាធារណៈអំពីចំហរបស់ទីក្រុងតូក្យូលើចំនួនតៃវ៉ាន់ដោយតែបានគូបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមចិនជប៉ុននៅក្នុងឆ្នាំ1972ដែលទទួលស្គាល់តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិនការបំភ្លឺនេះបានកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានទាមទារឲ្យជប៉ុនបកស្រាយនៅគោលការណ៍ចិនតែមួយដើម្បីរក្សាចំហច្បាស់លាស់រវាងប្រទេសទាំងពីរដែលបានដាក់លិខិតទៅអង្គការសហប្រជាជាតិជាលើកទី2នៅថ្ងៃទី1ធ្នូឲ្យជប៉ុនដកពាក្យសម្ដីនិងបកស្រាយអំពីគោលការណ៍ចិនតែមួយលោកស្រីតាកៃឈីបានប្រាប់សមាជិកសភាថាជំហរជាមូលដ្ឋានរបស់រដ្ឋាភិបាលជប៉ុនតាក់ទងទៅនឹងតៃវ៉ាន់នៅតែរក្សាដដែលដោយតែបានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមជប៉ុនចិនឆ្នាំ1972ហើយមិនមានការផ្លាស់ប្ដូរចំពោះជំហរនោះទេឯកសារឆ្នាំ1972បានចែងថាជប៉ុនយល់និងគោរពយ៉ាងពេញលេញជំហររបស់ប្រទេសចិនថាតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួនហើយជប៉ុននៅតែមិនទទួលស្គាល់តៃវ៉ាន់ជាកម្មសិទ្ធិផ្លូវច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិននោះទេចុះអ្វីដែលចិនចង់បាននោះគឺចិនចង់ឲ្យជប៉ុននិយាយដោយច្បាស់លាស់ថាតៃវ៉ាន់គឺជាកម្មសិទ្ធិស្របច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិនដែលជាគោលការណ៍ចិនតែមួយហើយចិនក៏បានទាមទារយ៉ាងដាច់អហង្ការឲ្យជប៉ុនដកហូតសេចក្តីថ្លែងការណ៍មុនដែលថាការវាយប្រហាររបស់ចិនលើតៃវ៉ាន់អាចក្លាយជាស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុនភ្លាមបន្ទាប់ពីជប៉ុនបានចូលសេចក្តីថ្លែងការណ៍រួមនៅឆ្នាំ1972រួចមកទីក្រុងប៉េកាំងនៅថ្ងៃទី4ធ្នូបានទាត់ចោលការលើកឡើងចុងក្រោយរបស់នាយករដ្ឋមន្ត្រីជប៉ុនសាណៃតាកៃឈីលើតៃវ៉ាន់ថាជាការប្រមាថមើលងាយដោយប្រមានថាខ្លួនមិនអាចទទួលយកបានជាដាច់ខាតចំពោះការបដិសេធជាបន្តបន្ទាប់ពីទីក្រុងតូក្យូចំណែកឯទីក្រុងប៉េកាំងវិញបានបន្តបដិសេធការបញ្ជាក់ជាថ្មីរបស់ទីក្រុងតូក្យូដែលថាតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិនដោយចាត់ទុកក្នុងការបដិសេធរបស់អ្នកស្រីសាណៃតាកៃឈីក្នុងការដកពាក្យសម្ដីគឺជាការញុះញង់និងចលនាសង្គ្រាមនយោបាយជាមួយគ្នានេះទីក្រុងប៉េកាំងមិនបានបង្ហាញសញ្ញានៃការដកថយនោះទេទោះបីជាមានសេចក្តីថ្លែងការណ៍របស់អ្នកស្រីតាកៃឈីក៏ដោយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីក្នុងអំឡុងពេលកិច្ចប្រជុំនៅក្នុងទីក្រុងមូស្គូជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស៊ីហ្គេរ៉ារ៉ូកាលពីថ្ងៃអង្គារទី2បានអំពាវនាវឲ្យប្រទេសទាំងពីរបន្តសម្របសម្រួលនិងសហការគ្នាដើម្បីទប់ស្កាត់សកម្មភាពញុះញង់របស់កងកម្លាំងស្ដាំនិយមរបស់ជប៉ុនយ៉ាងបឹងម៉ាត់ទន្ទឹមនឹងនេះលោកវ៉ាងយីក៏បានជំរុញឲ្យប្រទេសបារាំងបន្តយល់និងគាំទ្រជំហររបស់ចិនក្នុងគោលការណ៍ចិនតែមួយវិបត្តិការទូតនេះបានបង្កផលវិបាកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរព្រមទាំងមានការប៉ះទង្គិចគ្នានាវាឆ្មាំសមុទ្រចិននិងជប៉ុនបានចូលរួមក្នុងការប្រយុទ្ធគ្នាជាថ្មីនៅជិតកោះសេនកាគូដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភទឹកដីតើចំនួននេះអាចឈានទៅដល់ការវាយប្រហារតាមដែនអាកាសដែរឬទេជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន